ក្រមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់បានអនុម័តលើសេចក្តីព្រាងប្រកាសស្តីពីការដាក់ឲ្យប្រើប្រាស់បទបញ្ញត្តិបច្ចេកទេសផ្នែកគ្រឿងផ្គុំសំណង់សេចក្តីព្រាងបទបញ្ញត្តិនិងបទដ្ឋានបច្ចេកទេសសំណង់ផ្នែកគ្រឿងផ្គុំសំណង់សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មការដោះស្រាយវិវាទសំណង់បទបញ្ញត្តិបច្ចេកទេសសិក្សាសបត្យកម្មបទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពអគ្គិសនីក្នុងអគារនិងសេចក្តីព្រាងអនុក្រឹត្យផែនការសកម្មភាពនិងគោលការណ៍ណែនាំបច្ចេកទេសស្តីពីសុវត្ថិភាពនិងគុណភាពសំណង់ជាគោលការណ៍បទដ្ឋានបច្ចេកទេសនិងបទបញ្ញត្តិបច្ចេកទេសក្នុងវិស័យសំណង់ដែលស្របទៅតាមស្ថានភាពសេដ្ឋកិច្ចសង្គមបរិស្ថានបច្ចេកវិទ្យាវិទ្យាសាស្ត្រនិងការវិវត្តរបស់កម្ពុជានៅក្នុងកិច្ចប្រជុំពិភាក្សានេះផងដែរដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីសែសំអាលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងជាប្រធានក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់កជបសនិងដែលមានការចូលរួមពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ក្រសួងសាធារណការនិងដឹកជញ្ជូនក្រសួងអរាយនិងធម្មពលនិងក្រសួងស្ថាប័នពាក់ព័ន្ធព្រមទាំងវិស័យឯកជនរួមទាំងសាកលវិទ្យាល័យមួយចំនួនទៀតនេះបើយោងទៅតាមកិច្ចប្រជុំក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់នាទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នាថ្ងៃទី18ខែធ្នូឆ្នាំ2025នេះ